កាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពឹសនិងពស់ឥតពឹសទេមានតែពស់កេងកងមាននិទានថាកាលដើមឡើយមានមនុស្សពីរនាក់ប្តីប្រពន្ធឈ្មោះនាងនីមានកូនស្រីម្នាក់ឈ្មោះនាងឯនប្តីនោះទៅជួញអង្កាំបាត់យូរឆ្នាំថ្ងៃមួយបងប្អូនផ្ទះជិតខាងគេបបួលគ្នាទៅរកអូសឯនាងនីឮគេបបួលគ្នាក៏ទៅជាមួយគេដែរដោយយកនាងអេតជាកូនទៅជាមួយផងនាងនីលីដឹងចូលដល់ក្នុងព្រៃបានឃើញអូសមួយធំនាងអេតជាកូនកាប់អូសតូចចំណែកនាងនីយកដឹងទៅពុះអូសលុះពុះយូរបន្តិចទៅដឹងក៏រង្គោះដងធ្លាក់ទៅក្នុងរន្ធពស់មួយនាងនីពិបាកចិត្តខ្លាំងណាស់ព្រោះមើលទៅឃើញដូចជារន្ធពស់មួយទើបមិនហ៊ានចុះទៅយកដឹងមកវិញនាងអេតឃើញម្ដាយធ្លាក់ដឹងទៅក្នុងរន្ធពស់បែបនេះក៏ស្ទុះមកជិតម្ដាយដែលកំពុងអង្គុយសម្លឹងមើលទៅក្នុងរន្ធពស់ក៏ប្រទះឃើញដឹងនិងពស់កេងកងនាងនីបាននិយាយទៅពស់នោះឲ្យជួយហុចដឹងមកឲ្យឯពស់កេងកងឆ្លើយទៅវិញបើនាងព្រមធ្វើជាប្រពន្ធអញទើបអញឲ្យដឹងនេះបើនាងមិនព្រមទេអញមិនឲ្យដឹងនេះទេនាងនីឮសូរពាក្យដែលពស់កេងកងនិយាយដូច្នេះដោយហេតុតែជាស្រីមានគំនិតខូចក៏ទទួលយល់ព្រមថាអ្នកឯងឲ្យដឹងមកខ្ញុំសិនមកចាំល្ងាចខ្ញុំឲ្យមេអេតមកហៅពស់កេងកងឮនាងនីថាដូច្នោះក៏ព្រមប្រគល់ដឹងឲ្យនាងនីក្រោយពេលដែលពស់កេងកងហុចដឹងមកឲ្យនាងនីរួចហើយពីរនាក់ម្ដាយនិងកូនក៏នាំគ្នាទូលអូសត្រឡប់មកផ្ទះវិញនាងនីមានទឹកមុខហាក់ដូចជាភ័យផងអរផងព្រោះនាងពិតជាមិនអាចក្បត់សម្ដីរបស់ខ្លួនឯងបានឡើយនាងនីគិតថាចាំពេលល្ងាចនឹងឲ្យនាងអេតជាកូនទៅហៅពស់កេងកងនោះមកផ្ទះលុះដល់ពេលព្រលប់នាងនីបានប្រើនាងអេតឲ្យទៅហៅពស់កេងកងមកផ្ទះនៅក្នុងចិត្តនាងអេតខ្លាចពស់កេងកងណាស់តែមិនដឹងធ្វើម៉េចព្រោះម្ដាយបានប្រើទៅហើយក៏ទៅតាមពាក្យសម្ដីរបស់ម្ដាយបញ្ជាពេលនាងអេតមកដល់រន្ធពស់ក៏ស្រែកហៅថាពស់កេងកងអើយពស់កេងកងនាងនីឲ្យហៅចំណែកពស់កេងកងពេលឮនាងអេតស្រែកហៅដូច្នោះហើយក៏លូនចេញមកក្រៅធ្វើឲ្យនាងអេតភ័យព្រឺស្ញើតអស់ទាំងខ្លួនពស់កេងកងក៏លូនតាមនាងអេតរហូតមកដល់ផ្ទះពេលដែលពស់កេងកងមកដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនីពេលនោះនាងនីនិយាយនឹងពស់កេងកងថាខ្ញុំមានប្តីហើយឥឡូវនេះគាត់ទៅជួញអង្កាំ2-3ឆ្នាំបានមកម្ដងពស់កេងកងសួរថាប្តីនាងនៅប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់ដែរនាងនីឆ្លើយថាមិនអីទេបើប្តីខ្ញុំមកខ្ញុំមិនឲ្យមេអេតវាទៅហៅអ្នកមកទេតែបើប្តីខ្ញុំមិនទាន់មកចាំខ្ញុំឲ្យវាទៅហៅអ្នកសឹមអ្នកមកណាពស់កេងកងនៅដេកជាមួយនឹងនាងនីរហូតទល់ភ្លឺទើបវិលត្រឡប់ទៅកាន់រូងវិញជារៀងរាល់ល្ងាចនាងអេតតែងទៅហៅពស់កេងកងឲ្យមកផ្ទះមិនដែលខានទេតែក្នុងចិត្តខ្លាចផងខឹងផងដែលម្ដាយក្បត់ចិត្តឪពុកទៅសហាយជាមួយពស់រហូតដល់មានផ្ទៃពោះថ្ងៃមួយប្តីរបស់នាងនីត្រឡប់មកពីជួញអង្កាំវិញឃើញនាងនីពុះធំសង្ស័យក៏ហៅនាងអេតជាកូនមកសួរនាំនាងអេតប្រាប់ឪពុកតាមត្រង់លុះបានដឹងរឿងអស់
ឪពុកខឹងណាស់ឆ្លើយឡើងថាអើបើអញ្ចឹងល្ងាចនេះឯងទៅហៅពស់នោះមកទៀតអញចាំកាប់វានៅមាត់ទ្វារហើយឯងកុំប្រាប់ម្ដាយឯងឲ្យបានដឹងឲ្យសោះនៅពេលដែលនាងនីមិននៅផ្ទះទៅលេងបងប្អូននៅភូមិសេកម៉ាត់នោះដល់ពេលព្រលប់ដូចសពដងប្តីបានប្រានាងអេតឲ្យទៅហៅពស់កេងកងមកពស់ក៏មកតាមដោយគិតថាប្តីនាងនីមិនទាន់មកវិញទេគ្រាន់តែមកដល់មាត់ទ្វារភ្លាមឪពុកនាងអេតកាន់ដាយកាប់បែកក្បាលជាពីរកំណាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់នៅលើស្កាឯក្បាលយកទៅដាក់នៅលើមែកពុត្រាឯកណ្ដាលខ្លួនឲ្យនាងអេតយកទៅពន្លះពន្លត់ស្បែកចោលទុកព្រឹងឲ្យនាងអេតយកទៅស្លស៊ីហាមកុំឲ្យនាងនីដឹងថាជាសាច់ពស់ពេលនាងនីវិលត្រឡប់មកវិញឪពុកបានប្រានាងអេតឲ្យរៀបចំបាយទឹកមកស៊ីជុំគ្នានាងនីឃើញនៅក្នុងចានសម្លមានខ្លាញ់រលើបក៏សួរកូនថាបានសាច់អីស្លនឹងមីអេតនាងអេតឆ្លើយទៅវិញសាច់ជ្រូកណាម៉ែនាងនីគិតថាជាសាច់ជ្រូកមែនក៏ដួសបាយសម្លមកស៊ីពេលកំពុងស៊ីសម្លនោះមានក្អែកមួយវាឃើញក្បាលពស់ដាក់នៅលើមែកពុត្រានឹកចង់ស៊ីសាច់ពស់ក៏បូលឡើងថាខ្លៅខ្លៅក្លែមក្លមលេបសាច់ប្តីឯងនាងនីឮដូច្នេះងាកមើលទៅក្អែកឃើញក្បាលពស់កេងកងនៅលើមែកពុត្រាកន្ទុយនៅលើស្កាក៏ស្រក់ទឹកភ្នែកធ្វើឲ្យប្តីកាន់តែខឹងឡើងប្តីដឹងថានាងនីពិតជាសហាយនឹងពស់មែនថ្ងៃមួយពេលផ្ទៃពស់របស់នាងនីជិតសម្រាលហើយប្តីក៏បបួលនាងនីទៅងូតទឹកកក់សក់ចេញនៅមាត់បឹងឆ្ងាយពីស្រុកបន្តិចនាងនីអង្គុយកក់សក់មិនដឹងថាប្តីចង់សម្លាប់ទេកំពុងតែអង្គុយផ្លឹកស្រាប់តែប្តីហូតដាវកាប់ចេញសុទ្ធតែកូនពស់លូនចេញពីក្នុងពុះនាងនីមកពស់ខ្លះកាប់មិនទាន់លូនចូលក្រោមថ្មក្រហែងដីក្នុងព្រៃខ្លះក្នុងទឹកខ្លះព្រោះហេតុនេះហើយបានជាមានពស់គ្រប់ប្រភេទយ៉ាងច្រើនមកដល់សព្វថ្ងៃនេះ